សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះអ៊ីមថៃហ៊ូខ្ញុំស្រឡាញ់ប្រពន្ធខ្ញុំដែលជាជនជាតិកម្ពុជាហើយដោយសារតែសេចក្តីស្រឡាញ់នេះខ្ញុំក៏បានស្រឡាញ់ប្រទេសកម្ពុជាដោយអស់ពីចិត្តផងដែរខ្ញុំចង់ក្លាយជាប្តីម្នាក់ដែលស្រឡាញ់និងនៅក្បែរប្រពន្ធរបស់ខ្ញុំជានិច្ចប៉ុន្តែបច្ចុប្បន្នតាមច្បាប់របស់ប្រទេសកូរ៉េខ្ញុំមិនអាចរស់នៅដោយស្របច្បាប់នៅប៉ោយប៉ែតដែលជាទឹកដីដែលគ្រួសារកម្ពុជារបស់ខ្ញុំកំពុងរស់នៅបានទេប្រសិនបើខ្ញុំឯកសារត្រឹមត្រូវព្រោះតំបន់នេះត្រូវបានកូរ៉េចាត់ទុកថាជាតំបន់គ្រោះថ្នាក់ដោយសារមានអ្នកបោកប្រាស់និងករណីអាក្រក់មួយចំនួនដោយសារមនុស្សមួយចំនួនដែលបានចូលរួមក្នុងអំពើអក្រិតកម្មមនុស្សល្អជាច្រើនក៏ត្រូវទទួលរងផលប៉ះពាល់ស្ថានភាពបែបនេះខ្ញុំអាចអត់ធំនិងរងចាំបានប៉ុន្តែខ្ញុំក៏ជាមនុស្សម្នាក់ដែរដូច្នេះពេលដែលខ្ញុំឃើញមនុស្សមួយចំនួនមើលប្រទេសកម្ពុជាដោយភ្នែកអវិជ្ជមានឬនិយាយអាក្រក់ពីកម្ពុជាទោះបីជាខ្ញុំដឹងថាពួកគេក៏ជាមនុស្សដែលយើងត្រូវស្រឡាញ់ក៏ដោយក៏ក្នុងចិត្តខ្ញុំមានការឈឺចាប់និងខឹងខ្លះដែរដោយហេតុនេះហើយខ្ញុំបានព្យាយាមតាមបណ្ដាញសង្គមនានាដើម្បីបង្ហាញឲ្យមនុស្សបានដឹងថាចិត្តរបស់ប្រជាជនកម្ពុជាស្រស់ស្អាតប៉ុណ្ណាហើយពួកគេគួរត្រូវបានគោរពនិងផ្ដល់កិត្តិយសប៉ុណ្ណាខ្ញុំគិតថាប្រជាជនកម្ពុជាទាំងអស់ពិតជាអស្ចារ្យណាស់ពួកគេជាមនុស្សដែលរស់នៅជាមួយស្នាមញញឹមនិងសេចក្តីស្រឡាញ់មិនចេះឈប់ប៉ុន្តែឥឡូវនេះខ្ញុំបានស្ថិតក្នុងស្ថានភាពមួយដែលតាមផ្លូវច្បាប់ខ្ញុំមិនអាចនៅក្បែរគ្រួសាររបស់ខ្ញុំនៅកម្ពុជាបានយ៉ាងងាយស្រួលទេបើសិនជាខ្ញុំបានចុះបញ្ជីអាពាហ៍ពិពាហ៍រួចហើយខ្ញុំអាចដាក់ភស្តុតាងថាខ្ញុំបានរៀបការជាមួយស្ត្រីកម្ពុជាដើម្បីស្នើសុំការពិចារណាឬប្តឹងតវ៉ាបានប៉ុន្តែដើម្បីចុះបញ្ជីអាពាហ៍ពិពាហ៍គេប្រាប់ថាខ្ញុំត្រូវមានភស្តុតាងបញ្ជាក់ថាខ្ញុំមានចំណូលប្រចាំខែពីប្រទេសកូរ៉េយ៉ាងហោចណាស់$2,500តែសម្រាប់មនុស្សម្នាក់ដែលមុនរៀបការបានរៀបចំនិងទុកអ្វីៗជាច្រើននៅកូរ៉េហើយមកកម្ពុជាដើម្បីរស់នៅជាមួយគ្រួសារអាចមានចំណូលប្រចាំខែ$2,500ពីកូរ៉េបានយ៉ាងដូចម្តេចខ្ញុំបានប្រើប្រាស់ទ្រព្យសម្បត្តិដែលខ្ញុំមានតាំងពីនៅកូរ៉េដើម្បីមកស្រឡាញ់កម្ពុជានិងដើម្បីបង្កើតអង្គការ Love Journey ជាមួយប្រពន្ធរបស់ខ្ញុំដែលជាអង្គការមួយចង់ផ្សព្វផ្សាយសេចក្តីស្រឡាញ់មិនត្រឹមតែប៉ុណ្ណោះខ្ញុំក៏កំពុងធ្វើគម្រោងជាច្រើនដើម្បីជួយបង្កើតការងារឲ្យប្រជាជនកម្ពុជាផងដែរឥឡូវនេះខ្ញុំមិនមែនស្ថិតក្នុងស្ថានភាពដែលមានចំណូលច្រើនទេតែផ្ទុយទៅវិញខ្ញុំមានការចំណាយច្រើនជាងចំណូលខ្ញុំគ្រាន់តែចង់ធ្វើអំពើល្អប៉ុន្តែខ្ញុំមិនដឹងថាហេតុអ្វីបានជាការរស់នៅក្នុងផ្លូវនេះមិនងាយស្រួលទេនៅប្រទេសកូរ៉េខ្ញុំធ្លាប់បានព្យាយាមធ្វើអ្វីៗជាច្រើនរួចមកហើយប៉ុន្តែឥឡូវនេះខ្ញុំរស់នៅដោយគិតជានិច្ចអំពីព្រះបន្ទូលរបស់ព្រះដែលខ្ញុំជឿថាដូចដែលខ្ញុំបានស្រឡាញ់អ្នករាល់គ្នាសូមឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមកដូចនោះដែរសូមអ្នកទាំងអស់គ្នាជួយលើកទឹកចិត្តខ្ញុំផងដើម្បីឲ្យខ្ញុំអាចឆ្លងកាត់ច្រកទ្វារលំបាកនេះបានល្អចំពោះអ្នកទាំងអស់គ្នាដែលកំពុងទស្សនាពីប្រទេសកម្ពុជាខ្ញុំសូមអរគុណដោយស្មោះពីចិត្តហើយខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាណាសូមឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អជានិច្ចវីដេអូនេះត្រូវបានបង្កើតឡើងដោយមានជំនួយពី AIសួស្តីសូមស្វាគមន៍មកកាន់ Love Journeyជាដំបូង영상 공유하기도 잊지 마세요. 유튜브 구독과 팔로우까지 솜ជួយចុច Subscribe YouTube និង Follow គាំទ្ររបស់លោកអ្នក